សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់សាលាភាសាអង់គ្លេស Ednich តាមរយៈគេហទំព័រ ednich.com ឬក៏តាមរយៈវិធីផ្សេងៗទៀតដែលអ្នកទាំងអាចមកដល់ទីនេះបានអូខេសម្រាប់អ្នកណាគេដែលបានតាមដានសកម្មភាពឬក៏បានរៀនអង់គ្លេសជាមួយសាលាភាសាអង់គ្លេស Ednich យូររហូតមកដល់ពេលនេះអ្នកទាំងអស់គ្នាប្រហែលជាដឹងពីវិធីទៅរកមេរៀនផ្សេងៗហើយអូខេបើសិនជាអ្នកណាគេដែលទុំតែមើលមេរៀននេះជាលើកទី1ខ្ញុំក៏ចង់បញ្ជាក់ថានេះមិនមែនជាលើកទី1ទេដែលសាលាភាសាអង់គ្លេស Ednich បានបរៀនភាសាអង់គ្លេសហ្នឹងអូខេមេរៀនរបស់យើងទាំងអស់គឺយើងផ្ទុកនៅក្នុងប៉ុស្តិ៍ YouTube របស់សាលាភាសាអង់គ្លេស Ednich ដែលមានឈ្មោះថា Ednich English School មានន័យថាអ្នកនរចូលទៅ YouTube ទៅគ្រាន់តែវាយ Ednich English School ទៅអ្នកនរនឹងឃើញមេរៀនទាំងអស់ហ្នឹងហើយរហូតមកដល់ពេលនេះមេរៀនរបស់យើងមានលើសពី200មេរៀនហើយដែលមានតាំងពី vocabulary ឬក៏ grammar ឬក៏អីទាំងអស់ហ្នឹងដែលភាគច្រើននៃមេរៀនទាំងអស់ហ្នឹងគឺសម្រាប់អ្នកណាគេដែលទៅតែចេះភាសាអង់គ្លេសតិចតួចប៉ុន្តែក៏មានមេរៀនមួយចំនួនសម្រាប់អ្នកណាគេដែលចេះច្រើនហើយអូខេអ្នកនេះទៅមើលទៅហើយចេះទាំងអស់គ្នាបើសិនជាអ្នកនេះកំពុងតែឆ្ងល់ថៃបាន Ednich ផលិតមេរៀនទាំងអស់ហ្នឹងគឺនេះគឺជាសកម្មភាព Ednich ជួយដល់សង្គមខ្មែរជាពិសេសសម្រាប់អ្នកណាគេដែលគាត់អត់មានឱកាសឬក៏ថវិកាក្នុងការសិក្សាភាសាអង់គ្លេស Ednich នៅតែក៏អត់មានឱកាសក្នុងការសិក្សាភាសាអង់គ្លេសអូខេរៀនភាសាអង់គ្លេសមិនថានៅ Ednich ឬនៅទីណាទេគឺត្រូវការពេលវេលាក៏ដូចជាថវិកាដែរហើយនៅសាលាភាសាអង់គ្លេស Ednich យើងមានសិស្សដែលគាត់ចង់រៀនហើយគាត់មករៀននៅសាលារបស់យើងផ្ទាល់ហ្មងប៉ុន្តែអ្នកខ្លះគាត់ក៏អត់មានឱកាសនៅពេលវេលាអញ្ចឹង Ednich គិតថាយើងអាចធ្វើអីខ្លះដើម្បីសង្គមខ្មែរយើងហើយនេះគឺជាសកម្មភាពមួយដែលយើងកំពុងតែធ្វើហើយអូខេអញ្ចឹងយើងចូលមេរៀនយើងទាំងអស់គ្នាតោះមេរៀនរបស់យើងថ្ងៃនេះគឺនិយាយអំពី past simple tense ប៉ុន្តែតាមពិត past simple tense នេះយើងបាននិយាយ3 4វីដេអូហើយអ្នកគ្នាអាចត្រឡប់ទៅមើលមេរៀនក្រោយៗវិញpast simple tense ថ្ងៃនេះគឺគេចង់និយាយអំពី times in the past មានន័យថាវិធីបង្កើតពេលវេលាណាគេអតីតកាលហ្នឹងclear មិនដើម្បីនិយាយពីអតីតកាលហ្នឹងឲ្យគេដឹងថាយើងកំពុងតែសំដៅទៅលើអតីតកាលហើយអូខេឧទាហរណ៍ដូចកន្លែងនេះ last night មានន័យថាយប់មិញ last week អូខេសប្តាហ៍មុនអីចឹងណា last month មានន័យថាខែមុន last year មានន័យថាឆ្នាំមុនអូខេចឹងយើងដាក់ last នេះនៅពីមុខដល់ពេលកន្លែងនេះវិញ3 minutes ago អូខេ3នាទីមុន hours ago ប្រហែលម៉ោងមុន days ago ប្រហែលថ្ងៃមុនអូខេnights ago ប្រហែលយប់មុន weeks ago ប្រហែលសប្តាហ៍មុន months ago ប្រហែលខែមុន years ago ប្រហែលខែឆ្នាំមុនអញ្ចឹងយើងដាក់ last នេះនៅពីមុខអូខេនៅពីមុខប៉ុន្តែយើងដាក់ ago នេះនៅពីក្រោយប៉ុន្តែយើងអាចប្រើទាំងពីរបានហើយអ្នកនាងអាចនិយាយថា last night ago ឯងអូខេប្រើអញ្ចឹងខុសហើយណាអញ្ចឹងយើងមើលកន្លែងនេះតោះគេឲ្យយើងថាម៉េច answer the questions using last or ago the words in the bracket គេឲ្យយើងប្រើអូខេឆ្លើយសំណួរដែលគេសួរនេះហើយទៅឆ្លើយសំណួរដែលប្រើពាក្យ last ហើយជាមួយនឹង ago ហើយដែលប្រើពាក្យដែលគេឲ្យនៅក្នុងកន្លោននេះអញ្ចឹងវាស្រួលទេយើងអាចមើលទាំងអស់គ្នាទៅបន្តិចទេអ្នកនេះចេះឧទាហរណ៍ណា when did they buy that car គេ when did they buy that car អញ្ចឹងយើងឆ្លើយថាម៉េចហើយអ្នកនេះមានជំរើសពីរជំរើសទី1គឺអូខេ 2 years ago right ឬក៏អ្នកនេះអាចនិយាយថា last 2 years ចេះក៏បានទី3 when did we clean our windows អូខេចឹងអ្នកនេះមានជំរើសដូចគ្នាពីរដូចគ្នាអ្នកនេះអាចនិយាយថា last 6 months អូខេឬក៏អ្នកនេះអាចនិយាយថា6 months ago right ទី4 when did the film start ចឹងអ្នកនេះអាចនិយាយថា A last អូខេ5 minutes last 5 minutes ឬក៏អ្នកនេះអាចនិយាយថាអូខេ5 minutes ago អូខេចឹងយើងមើលតទៀតមើលប៉ុន្តែមុនទៅទៀតខ្ញុំបកប្រែតិចឲ្យអ្នកគ្នាសម្រាប់អ្នកណាគេដែលចង់ចេះពាក្យហ្នឹង when did you speak to Peter តើអ្នកបាននិយាយជាមួយ Peter នៅពេលណា when did they buy that car តើពួកគេបានទិញឡាននោះនៅពេលណា when did we clean the windows តើយើងបានលាងសម្អាតកញ្ចក់ផ្អួចហ្នឹងនៅពេលណាអូខេ when did the film start តើរឿងហ្នឹងបានចាប់ផ្ដើមនៅម៉ោងម៉ានអូខេ
ចឹងយើងមើលតទៀតលេខ5 wait អូខេចឹងលេខ5ដល់លេខ10ហ្មងយើងមើលណា When did you see your cousin ចឹងលេខ5ឆ្លើយទៅមិនទេ When did you see your cousin ចឹងអ្នកនរអាចឆ្លើយបានច្រើនអូខេឆ្លើយទី1អ្នកនរអាចនិយាយថា last អូខេ 3 years last 3 years ឬអ្នកនរអាចនិយាយថាអូខេ 3 years ago ទី6 When did she stop smoking When did she stop smoking ចឹងយើងអាចនិយាយថាអូខេ last month ឬក៏ B យើងអាចនិយាយថា a month ago ពេលដែលយើងដាក់a month ago នេះបើសិនជាខែវាតែមួយអ្នកនេះតែដាក់នៅពីមុខចឹង a month ago ដើម្បីបញ្ជាក់ថាមួយខែមុនឬក៏ one month ago ក៏បានដែរអត់អីទេទី7 when did it stop raining ចឹងយើងមើលគេដាក់អីគេ 2 hours ចឹងយើងដាក់អីគេហើយ A 2 hours ago អូខេ 2 hours ago ឬក៏អ្នកនេះអាចនិយាយថា last 2 hours right last 2 hours ចឹងយើងមើលទៀតខាងលើនេះwhen did they go to Australia okay when did they go to Australia ចឹងយើងអាចនិយាយថាម៉េចហើយយើងអាចនិយាយថា A last year okay last year ឬក៏ B okay a year ago អញ្ចឹងណាអូខេទី9 when did Max phone ចឹងយើងអាចនិយាយថា last night អូខេឬក៏យើងនិយាយថា B a night ago right a night ago ទី10 when did you find your wallet ចឹង A វាទៅជា half okay an hour ago okay ឬក៏យើងអាចនិយាយថា B last half an hour ខ្ញុំចង់បញ្ជាក់តិចណាអ្នកទាំងអស់គ្នាជាទូទៅអា last នេះអ្នកនេះប្រើបានច្រើនជាងគេអូខេ last ហ្នឹងអ្នកនេះចង់ដាក់មួយណាក៏បានដែរប៉ុន្តែអា ago នេះជាទូទៅគេច្រើនតែប្រើជាមួយអីដែលវាមានច្រើនឧទាហរណ៍ដូចជា 6 months ago ណាគេប្រើហ្នឹងប៉ុន្តែដល់ last 5 minutes last 6 months នេះគេអត់សូវប្រើវិញទេអ្នកនេះដោយសារមូលហេតុអា last 6 months នេះវាអាចមានន័យថាកំឡុងពេល6ខែមុននឹងមកចង់និយាយយើងរាប់6ខែទាំងមូលហ្មងប៉ុន្តែបើ 6 months ago នេះគេចង់សំដៅថាដើមនៃ6ខែមុននឹងអញ្ចឹងអាហ្នឹងគ្រាន់តែនៅក្នុងទីនេះវេយ្យាករណ៍យើងដាក់មួយណាក៏បានប៉ុន្តែដល់ពេលអ្នកនេះចេះភាសាអង់គ្លេសតិចទៀតទៅអ្នកនេះនឹងដឹងថាជាទូទៅគេប្រើអាណាអញ្ចឹងដើម្បីយើងចំណាំថាលើកក្រោយយើងប្រើអានេះត្រូវជាងអញ្ចឹងទៅខ្ញុំចង់បញ្យល់ដែរកន្លែងហ្នឹងប៉ុន្តែបើសិនខ្ញុំបញ្យល់ទៀតខ្ញុំក៏គិតថាអ្នកទាំងអស់គ្នាប្រហែលជាមិនទាន់ចាប់ប៉ុណ្ណឹងបានទេអញ្ចឹងកុំឲ្យវាជាបញ្ហាអីយើងតទៅតិចទៀតសិនណាតោះព្រោះមានរឿងខ្លះអ្នកនេះត្រូវយល់ថាចេះអត់ដល់ឆ្ងល់អត់កើតទេហ្នឹងណាអូខេតោះឥឡូវដើម្បីបញ្ចប់មេរៀនហ្នឹងយើងធ្វើលំហាត់នេះបន្តិចទៅតោះលំហាត់ past simple ហ្នឹងឲ្យយើងចេះរបៀបប្រើឲ្យបានច្រើនជាងនេះតិចទៀតណាហើយក៏ដូចជាយល់ឧទាហរណ៍ឲ្យបានច្រើនជាងនេះឥឡូវគេឲ្យ complete the conversation with the verbs in the past simple គេឲ្យយើងបំពេញអត្ថបទហ្នឹងដោយប្រើប្រាស់ពាក្យនៅក្នុង past simple ហ្នឹងទាំងអស់គ្នាចឹងយើងមើល where did you go ចឹង where did you go for your last summer holiday we went to Egypt oh really how interesting ចឹងកន្លែងនេះទៅជាអីគេទៅជាលេខ3ទៅជា did you enjoy right did you enjoy ទី4 oh yeah we okay we អីគេអ្នកនេះទី4 we អីគេ oh yes we did right បានទី5ទៅជា Paul loved ED right it River and I ទី6កន្លែងនេះទៅជា think ទៅជា thought right ទី7okay ទី7យើងត្រូវមើល I think the pyramid and all the historical sites ចឹងមាន2 subject របស់យើង2បើ2 verb to be យើងត្រូវប្រើ were អ្នកទាំងអស់គ្នាអត់ប្រើ was ទេនេះកន្លែងនេះអ្នកនេះ pyramids and all ចឹង2កន្លែងនេះត្រូវប្រើ were ទៅទៀតតោះ
how long លេខ3 how long did you stay okay ទី9 for 4 weeks we were ព្រោះតែ we យើងប្រើមួយ were okay ទី10 so you had right have ដូរទៅជា had ទី11 yes we did okay ទី12 we only គេណាស់នេះ see ដូរទៅជា saw we only saw a few places 13ទៅជា did you learn right 14ទៅជា I did but Paul 15 again but Paul did not right ឬក៏ didn't តែកន្លែងនេះគេដាក់ not ទេណាចឹងអ្នកនេះកន្លែងនេះដាក់តែ did ទៅក៏បានដែរកន្លែងនេះខ្ញុំដាក់ I did កន្លែងនេះហ្នឹងI did នេះគឺវាជាទម្រង់ចម្លើយបែបខ្លីព្រោះគេសួរយើង did ដែរជា yes no question ណាចឹងយើងឆ្លើយ I did ចឹងទៅត្រូវជាងតោះទី16យើងទៅជា I studied okay English for a few years 17 before we go ទៅជាគេណានេះដូរ go ទៅជា when 18 find ទៅជា found okay 19យើងមើល B ទៅដែរ okay in the local library that again okay that was right ទី9នេះត្រូវប្រើ was that was helpful okay ទី20វិញទី20ចិត្តចប់ហើយទី20យើងមើលគេសួរថាម៉េចទី20វាទៅជា did you talk to the local people right did you talk to the local people 21 not really I cái nào nhé I knew how to order the food 22 okay I wanted right តោះឥឡូវខ្ញុំបើកតឡើងលើទៅមើលឡើងវិញបន្តិចហើយខ្ញុំនឹងបកប្រែអ្នកគ្នាស្ដាប់តិចណាដើម្បីឲ្យគ្នាយើងដែលគាត់ចង់ចេះពាក្យហ្នឹងគាត់បានចេះបានខ្លះតោះ Where did you go for your last summer holiday តើអ្នកឯងបានទៅណានៅពេលវិស្សមការរដូវក្តៅរបស់អ្នកកាលពីលើកមុន We went to Egypt យើងទៅប្រទេស Egypt Oh really oh អញ្ចឹងផង How interesting គួរចាប់អារម្មណ៍មែនតើ Did you enjoy it តើអ្នកសប្បាយរីករាយអត់ពេលបានទៅហ្នឹង Oh yeah we did អូពិតប្រាកដហើយយើងពិតជាសប្បាយរីករាយណាស់ Paul loved the river Nile Paul គាត់ស្រឡាញ់ទន្លេឈ្មោះ Nile ហ្នឹង and I thought ហើយខ្ញុំគិតថា the pyramid ប្រាសាទ pyramid and all the historical sites ហើយនឹងកន្លែងដើរលេងបែបប្រវត្តិសាស្ត្រនានា were fantastic គឺពិតជាអស្ចារ្យមែនទែន fascinating sorry គឺពិតជាអស្ចារ្យមែនទែន How long did you stay តើអ្នកបានស្នាក់នៅអស់រយៈពេលប្រហែលដែរ For 4 weeks អស់រយៈពេល4សប្តាហ៍ We were there for the whole October យើងនៅទីនោះមកពេញខែ10ហ្មង How nice អូពិតជាល្អមែន So you had lots of time to travel around អញ្ចឹងអ្នកឯងពិតជាមានពេលច្រើនណាសម្រាប់ដើរលេងនៅទីនោះ Yes we did ពិតប្រាកដហើយ Well quite a lot ប្រាកដហើយច្រើនមែនតើ But we only saw a few places so I like to go again ប៉ុន្តែយើងបានឃើញកន្លែងតែមួយចំនួនប៉ុណ្ណោះដូច្នេះហើយបានខ្ញុំចង់ទៅម្ដងទៀត Did you learn any Egyptian Arabic តើអ្នកមានបានរៀនភាសាអារ៉ាប់ដែលគេប្រើនៅប្រទេសអេស៊ីបដែរទេ I did ខ្ញុំបានប៉ុន្តែ Paul អត់បានទេ I studied the language for a few weeks before we went ខ្ញុំបានរៀនភាសានោះអស់រយៈពេល2-3សប្តាហ៍ដែរមុនពេលដែលខ្ញុំទៅហ្នឹង I found a good Arabic language cassette in the local library and that was very helpful ខ្ញុំបានរកឃើញកាសែតភាសាអារ៉ាប៊ិកល្អមួយនៅក្នុងបណ្ណាល័យនៅក្នុងតំបន់របស់យើងហើយកាសែតនោះពិតជាជួយខ្ញុំបានច្រើន Did you talk to the local people តើអ្នកបាននិយាយជាមួយប្រជាជននៅតំបន់នោះអត់ Not really អត់បានទេ but I knew how to order food and drink in the cafes and restaurant ប៉ុន្តែខ្ញុំដឹងអំពីវិធីបញ្ជាទិញអាហារហើយនិងភេសជ្ជៈនៅក្នុងហាងកាហ្វេក៏ដូចជាភោជនីយដ្ឋាន Oh that's good វាពិតជាល្អមែន Yes really ពិតប្រាកដហើយ
but I wanted to talk to people too, so I'm still studying Arabic and I hope to go again next year. Well, best of luck. ប៉ុន្តែខ្ញុំចង់និយាយជាមួយប្រជាជននៅទីនោះដែរដូច្នេះខ្ញុំកំពុងតែរៀនភាសាអារ៉ាប់ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងបានទៅទីនោះម្ដងទៀតឆ្នាំក្រោយអូខេអូល្អមែនទែនសូមឲ្យសំណាងល្អអូខេចឹងមេរៀនរបស់យើងចប់ហើយណាហើយ past simple ទាំងមូលហ្មងក៏ខ្ញុំបានពង្រៀនអ្នកទាំងអស់គ្នាហើយបើទោះជាវាស្ថិតនៅក្នុងកម្រិតស្រាលមែនប៉ុន្តែអ្នកគ្នាអាចប្រើនៅក្នុងកលៈទេសៈបានយ៉ាងច្រើនបើឲ្យតែតាក់ទងជាមួយនឹង past simple ចឹងបើអ្នកណាគេអត់ចេះ past simple ទេមើលមេរៀនរបស់យើងឡើងវិញណាអូខេហើយខំប្រឹងប្រើទាំងអស់គ្នាទៅដើម្បីឲ្យចេះភាសាអង់គ្លេសបានទាំងអស់គ្នាជាចុងបញ្ចប់នេះខ្ញុំសូមអរគុណដល់សាលាភាសាអង់គ្លេស Ednich ដែលបង្កើតផ្ដួចផ្ដើមគំនិតនេះឡើងដើម្បីជួយដល់សង្គមខ្មែរយើងឲ្យបងប្អូនខ្មែរយើងចេះភាសាអង់គ្លេសបានច្រើនហើយបើសិនជាអ្នកទាំងអស់គ្នាចង់រៀនភាសាអង់គ្លេសហ្មងតាំងពីកម្រិតដំបូងដល់កម្រិតខ្ពស់អ្នកគ្នាអាចតាក់ទងមកសាលាភាសាអង់គ្លេស Ednich បានអូខេសូមអរគុណ